ក្រុមអ្នកវិភាគកម្ពុជាមើលឃើញថារាជរដ្ឋាភិបាលបានពង្រីកឥទ្ធិពលការទូតរបស់ខ្លួនយ៉ាងល្អតាមរយៈការចាប់យកឱកាសវេទិកាពិភពលោកសំខាន់ៗដើម្បីទាញចំណាប់អារម្មណ៍ដល់ការជួយគាំទ្រដល់ដំណោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃតាមមធ្យោបាយសន្តិភាពសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាទើបតែបានមាតុភូមិនិវត្តន៍កាលពីល្ងាចថ្ងៃប្រហ័សម្សិលមិញនេះក្រោយពីបានធ្វើបេសកកម្មការទូតអស់រយៈពេលជិត2សប្តាហ៍ចាប់ពីថ្ងៃទី15ដល់ថ្ងៃទី26ខែកុម្ភៈក្នុងនោះសម្ដេចបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី Donald Trump នៅទីក្រុង Washington មុននឹងបន្តបេសកកម្មការទូតទៅកាន់តំបន់អឺរ៉ុបថែមទៀតក្នុងបេសកកម្មនេះសម្ដេចត្រូវបានគេមើលឃើញថាបានចាប់យកអាវុធការទូតដោយប្រើប្រាស់បណ្ដាញផ្សព្វផ្សាយបរទេសល្បីល្បាញនាំមុខក្នុងពិភពលោកដូចជាភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេស Fox News របស់អាមេរិកទូរទស្សន៍ France 24 និងភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងដែលបានធ្វើឲ្យបណ្ដាញផ្សព្វផ្សាយដទៃទៀតពាសពេញពិភពលោកផ្សាយបន្តផ្ទុះដូចលេខលោកឆាងយុនាយកមជ្ឈមណ្ឌលកម្ពុជាបានមានប្រសាសន៍ដោយឆ្លុះបញ្ចាំងពីលំអានការទូតដ៏ប៉ិនប្រសប់របស់ព្រះករុណាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋនរោត្តមសីហនុហើយគឺជាវិធីសាស្ត្រការទូតនិងការដឹកនាំបែបស្ងប់ស្ងាត់ក្នុងកលៈទេសៈដ៏លំបាកនានាផងដែរក្នុងសំណេរឆ្លើយតបមកកាន់បណ្ដាញផ្សព្វផ្សាយ AMS លោកឆាងយុបញ្ជាក់ថាលោកគាំទ្រវិធីសាស្ត្រនេះមិនត្រឹមតែត្រូវបានរៀបចំឡើងយ៉ាងសមស្របដើម្បីដោះស្រាយស្ថានភាពនយោបាយដ៏រសើបនិងការប្រែប្រួលឆាប់រហ័សប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការជំរុញផលប្រយោជន៍ជាតិនៅពេលដែលកម្ពុជាត្រូវប្រឈមមុខនឹងឧបសគ្គដ៏ធំធេងលោកអ៊ូវីរៈអ្នកវិភាគនយោបាយនិងសង្គមបានគូបញ្ជាក់ថាបេសកកម្មការទូតរបស់កម្ពុជានៅសហរដ្ឋអាមេរិកនិងអឺរ៉ុបគឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងបេសកកម្មនៅអាមេរិកនិងនៅអឺរ៉ុបសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានប្រើប្រាស់វេទិកាសារព័ត៌មានអន្តរជាតិជាយុទ្ធសាស្ត្រលាតត្រដាងការពិតជុំវិញបញ្ហាព្រំដែនដើម្បីបញ្ជ្រាបការយល់ដឹងដល់ពិភពលោកអំពីសកម្មភាពរំលោភបំពានពីសំណាក់ប្រទេសជិតខាងលោកអ៊ូវីរៈយល់ឃើញថាការប្រើប្រាស់វេទិកាអន្តរជាតិនិងការផ្ដល់សម្ភារដល់សារព័ត៌មានធំរួមទាំងការផ្សាយបន្តរបស់បណ្ដាញព័ត៌មានអន្តរជាតិដទៃទៀតគឺជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបន្លឺសម្លេងឲ្យពិភពលោកបានឮបើទោះបីជាកម្ពុជាគឺជាប្រទេសតូចក៏ដោយទោះបីជាយ៉ាងណាក៏ដោយលោកអ៊ូវីរៈសង្កត់ធ្ងន់ថាការផ្សព្វផ្សាយតែមួយមុខគឺមិនទាន់គ្រប់គ្រាន់ឡើយដើម្បីឲ្យសម្លេងនេះមានទម្ងន់និងឥទ្ធិពលពិតប្រាកដកម្ពុជាចាំបាច់ត្រូវការវិភាគផ្នែកច្បាប់ជាលាយលក្ខណ៍អក្សរដែលរឹងមាំជាពិសេសភស្តុតាងនិងឯកសារយោងច្បាស់លាស់ដែលអន្តរជាតិទទួលស្គាល់លោកបន្ថែមថាការបើកទូលាយក្នុងការផ្ដល់ព័ត៌មានដល់សារព័ត៌មានឯករាជ្យទាំងក្នុងនិងក្រៅប្រទេសអំពីចំនួនព្រំដែនដ៏រ៉ាំរ៉ៃជាមួយថៃនឹងជួយឲ្យកម្ពុជាទទួលបានភាពត្រឹមត្រូវនិងការគាំទ្រកាន់តែខ្លាំងពីសហគមន៍អន្តរជាតិដោយគ្នានេះដែរលោកបណ្ឌិតយ៉ងពៅអ្នកជំនាញវិទ្យាសាស្ត្រនយោបាយមើលឃើញថាការផ្ដល់សម្ភារដល់បណ្ដាញទីភ្នាក់ងារសារព័ត៌មានធំអន្តរជាតិគឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃនិងវិបកដ៏មានប្រសិទ្ធភាពចំពោះទង្វើរបស់ភាគីថៃដែលកន្លងមកតែងតែព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាដើម្បីបង្កាត់លេសក្នុងការបង្កសង្គ្រាមឈ្លានពាន